បាទសូមជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីថ្នាំជំងឺរឹសដុំបាត់ហើយเพจនេះគឺជាเพจដែលខ្ញុំបានស្រាវជ្រាវអំពីថ្នាំបុរាណខ្មែរហើយខ្ញុំក៏បានដាក់ឈ្មោះថាគ្រូធំបាទហ្នឹងហើយមានអ្នកដែលគាត់ហូបទៅជាច្រើនចឹងហើយក៏យើងចងក្រងជាថ្នាំបាទពីព្រោះអីសម្រាប់បច្ចុប្បន្ននេះថ្នាំបុរាណខ្មែររបស់យើងស្ទើរតែផ្លេចអស់ទៅហើយអ្នកដែលជាជាមួយថ្នាំបុរាណខ្មែរបាទភាគច្រើនគឺអ្នកដែលប្រើថ្នាំពេទ្យទៅអត់ត្រូវបាទបើសិនជាគាត់មានជំរើសដែលប្រើថ្នាំពេទ្យទៅវាត្រូវគឺគាត់នៅតែប្រើនឹងឯងប៉ុន្តែនៅពេលដែលគាត់ប្រើថ្នាំពេទ្យហើយវាត្រឡប់មកវិញប្រើថ្នាំពេទ្យហើយវាត្រឡប់មកវិញគាត់ក៏ជ្រើសរើសយកថ្នាំខ្មែរណាបាទនេះនៅនឹងដៃរបស់ខ្ញុំគឺជាថ្នាំជំងឺរឹសដុំបាតបាទថ្នាំជំងឺរឹសដុំបាតនេះគឺជួយបាត់ឲ្យបាត់រឹសដុំបាតបាទវាមិនមែនហូបទៅវាជ្រុះរឹសដុំបាតមកទេបាទគឺហូបទៅគឺធ្វើឲ្យរឹសដុំបាតយើងវារួញត្រឡប់ឲ្យដូចដើមទៅវិញណាបាទហើយមានបងខ្លះគាត់ដូចថាកើតយូរឆ្នាំហើយឧទាហរណ៍ថាគាត់កើត10-20ឆ្នាំទៅហើយគាត់ចង់ហូបថ្នាំអីឲ្យវិជាត្រឹមតែមួយកញ្ចប់ពីរកញ្ចប់ឲ្យវិជាដាច់អញ្ចឹងណាបាទយើងទៅសម្បីតែថ្នាំរបស់ខ្ញុំហ្នឹងប៉ាកែក៏ប៉ុន្តែវាត្រូវការពេលវេលាបាទជួនកាលពេលវេលាហ្នឹងយើងមើលទៅតាមស្ថានភាពជំងឺបាទក៏ប៉ុន្តែបើសិនជារឹសដុំបាតបងប្អូនអរគ្នាហូបទៅត្រូវវាមានអារម្មណ៍មួយថាវាតិចរឹសដុំបាតហ្នឹងវាត្រជាក់ណាបាទយើងចំណាំមើលទៅណាបាទបន្ទាប់មករឹសដុំបាតរបស់យើងនៅពេលដែលញ៉ាំត្រូវរឹសដុំបាតរបស់យើងពេលយើងដើរអត់មានអារម្មណ៍មួយថាលកិតជាមួយរឹសដុំបាតទេបាទទី2វាឈប់ធ្លាក់ឈាមបាទវាតិចវារៀងលឹបទៅវិញខ្លះបដើណាបាទហ្នឹងអាហ្នឹងជាលទ្ធផលជំហានដំបូងដែលថ្នាំដែលវាត្រូវជាមួយនឹងជំងឺហ្នឹងណាបាទដូចថាបងប្អូនអរគ្នាចង់ថាដាក់មកកញ្ចប់នឹងឲ្យវិជាដាច់ពិតបាទគឺអត់មានថ្នាំបែបហ្នឹងទេវាគ្រាន់ថាវាព្យាបាលទៅតាមដំណាក់កាលរបស់វាបើយើងកើត10-20ឆ្នាំឬមកក៏4-5-6ឆ្នាំទៅហើយបាទយើងត្រូវការពេលវេលាព្យាបាល1ខែ2ខែ3ខែអីចឹងណាបាទទៅតាមអ្វីដែលព្យាបាលបាទយើងតមផងយើងព្យាបាលផងអ្នកខ្លះរឹសដុំបាតហ្នឹងលុះត្រាអ្នកខ្លះគាត់រហូតដល់ថ្នាក់មួយទៅថាគាត់ធ្លាក់ឈាមហើយគាត់ពិបាកទ្រាំអ្នកខ្លះដេកនៅនឹងកតេលទៅបានគាត់រត់រោថ្នាំបាទខ្មែរបាទដល់ពេលដែលគាត់នៅជានៅអាចកែបានលឿនបាទគឺគាត់អត់រត់រោថ្នាំខ្មែរទេគឺគាត់នៅតែប្រើថ្នាំពេទ្យអីធម្មតាទៅបាទព្រោះអីថ្នាំពេទ្យវាមានថ្នាំដូចអាចក្លាតចឹងបាទវាមានលេខប្រហែលទេលេខ100ហើយនឹងលេខ200អីចឹងណាបាទហ្នឹងហើយសម្រាប់ในការញ៉ាំប៉ុន្តែហូបយូរទៅថ្នាំហ្នឹងវាធ្វើឲ្យយើងវាយូរទៅកាន់តែយូរទៅណាបាទវាអត់ជាវាញ៉ាំទៅពេលញ៉ាំទៅក៏បាត់ទៅពេលឈប់ញ៉ាំក៏មកវិញទៅបាទដល់ពេលដែលយូរទៅវាคล้ายទៅជាទម្លាប់មួយដែលថាយើងត្រូវញ៉ាំថ្នាំជារៀងរាល់ថ្ងៃជាប្រចាំថ្ងៃបាទរហូតទាល់តែនៅថ្ងៃមួយរឹសដុំបាតរបស់យើងគឺវាដូចថាអត់ឈប់ត្រូវជាមួយនឹងថ្នាំហ្នឹងហើយវាចាប់ផ្ដើមកាហាយ
រឹងដងបាតរបស់យើងយើងត្រូវចំណាំមើលមួយទៀតវាឧស្សាហ៍ធ្វើទុកកាពះពោះវៀនបាទយើងងាកយើងឈឺកាពះងាកយើងឆ្អល់យើងកុហលកាហាយកាពះបាទឬដងបាតហ្នឹងក៏ធ្វើទុកបានដែរបាទអញ្ចឹងឆ្នាំនេះព្យាបាលបាទវាមានក្បួននៃការព្យាបាលរបស់គេណាបាទអញ្ចឹងខ្ញុំមិនមានអ្វីច្រើនទេគ្រាន់ថានេះគឺជាខ្ញុំដែលខ្ញុំបង្ហាញមុខហើយនៅក្នុង page លោកគ្រូធំហើយខ្ញុំមានលក់ថ្នាំផ្សេងទៀតដូចជាថ្នាំលើសឈាមថ្នាំអីជាបែបបុរាណខ្មែរក៏តែថ្នាំលើសឈាមខ្ញុំនឹងធ្វើបែបថ្នាំលើសឈាមឲ្យ